KPI ប្រធានដឹកជញ្ជូនជំរាបសួរបងប្អូនជាម្ចាស់អាជីវកម្មទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកប្រធានបទមួយថាតើអ្វីទៅជា KPI វាស់លទ្ធផលរបស់ប្រធានដឹកជញ្ជូនតើប្រធានផ្នែកដឹកជញ្ជូននឹងផ្នែកហៅ delivery នឹងគេមានការងារអីហើយ support ទៅផ្នែកខាងណាបាទអញ្ចឹងក្រុមហ៊ុនរកស៊ីដើម្បីអីខ្ញុំនិយាយឡើងវិញក្រុមហ៊ុនរកស៊ីដើម្បីប្រាក់ចំណេញធ្វើម៉េចឲ្យមានប្រាក់ចំណេញបានល្អតើយើងបង្កើនចំណូលបានល្អកាត់បន្ថយចំណាយបានល្អទើបត្រូវអញ្ចឹងវីដេអូមុនខ្ញុំនិយាយពីការទិញអីវ៉ាន់ទាន់ពេលស្អីហ្នឹង project manager គាត់កាត់បន្ថយចំណាយបានគឺចំណេញច្រើនតែបើយើងបង្កើនចំណូលបានទៀតចំណេញយើងកាន់តែខ្ពស់ចំណាយកាន់តែទាបចំណូលកាន់តែខ្ពស់ប្រាក់ចំណេញយើងកើន1ជា2ទៅ3ហើយបាទកើន1ជា2ទៅ3ហើយអញ្ចឹងផ្នែកដឹកជញ្ជូនគឺគាត់ support អាច support ទៅទាំងពីរផ្នែកនឹងផ្នែកចំណាយបើគាត់ដឹកតាន់ពេលធ្វើឲ្យចំណាយរៀងធូរថ្លៃដែរហើយនឹង support ទៅលើចំណូលដែរឥឡូវខ្ញុំថា support ទៅលើចំណូលឲ្យបានច្រើនចុះនៅពេលដែល support ចំណូលច្រើនធ្វើឲ្យយើងមានប្រាក់ចំណេញច្រើនដែរដោយសារចំណូលយើងកើនតោះឥឡូវយើងទៅមើលទាំងអស់គ្នាថាតើក្រុមដឹកជញ្ជូននឹងគាត់ធ្វើការអីផ្នែកនីមួយៗបើសិនណាក្រុមហ៊ុនទូចមានតែគាត់មួយបើក្រុមហ៊ុនធំត្រូវមានប្រធានដែរអញ្ចឹងប្រធានដឹកជញ្ជូននឹងគាត់មានតួនាទីធ្វើអីដើម្បីឲ្យប្រាក់ចំណូលយើងកើនឡើងតោះយើងមើលទាំងអស់គ្នាទី1គោលដៅនៃអាជីវកម្មរកស៊ីដើម្បីអីរកស៊ីដើម្បីប្រាក់ចំណេញកើនឡើងជាលំដាប់ពីមួយខែទៅមួយខែ return on investment ពីមួយឆ្នាំទៅមួយឆ្នាំកើនហេតុអីបានខ្ញុំតែងតែនិយាយហ្នឹងពេលខ្លះយើងធ្វើ content មួយធ្វើដើម្បីអីសម្រាប់អាជីវកម្មហ្នឹងធ្វើដើម្បីអីធ្វើដើម្បីប្រាក់ចំណេញអញ្ចឹងបាទខ្ញុំចេះតែរំលឹកថារកស៊ីដើម្បីប្រាក់ចំណេញមិនមែនរកស៊ីដើម្បីទឹកស្ដែកល្អម៉ាស៊ីនត្រជាក់ល្អ clinic ល្អទេរកស៊ីដើម្បីប្រាក់ចំណេញជាទូទៅម្ចាស់អាជីវកម្មរាល់ថ្ងៃគាត់រកស៊ីដើម្បី professional ភ្ញៀវខ្ញុំមួយផ្នែកដុកទ័រធ្ងន់ទាត់ធ្ងន់the best តែអត់មានចំណេញផងនឹងយកឡាបូ the best ពេទ្យ the best ទាំងអស់មកនឹងភ្ញៀវសុំ discount ទៀតមានតែខាតតែគាត់ the best មែនចេញមក professional ខ្លាំងអញ្ចឹង business គេត្រូវការ professional 100% ទេបាទគេប្រែប្រួលលើតម្រូវការអតិថិជនបើអតិថិជនគាត់មានលុយតិចគាត់ធ្វើតាមគុណភាពផ្អែកទៅលើលុយរបស់គាត់ទៅធ្វើម៉េចឲ្យយើងមាន profit រកស៊ីដើម្បីប្រាក់ចំណេញមែនរកស៊ីដើម្បី professional ទេបើរកស៊ីដើម្បី professional អានឹងទៅធ្វើការឲ្យគេអ្នកដែលរកស៊ីពិតប្រាកដគឺរកដើម្បីប្រាក់ចំណេញតែអ្នកដែលគាត់ចេះជំនាញខ្លាំងគឺគាត់អត់ខ្វល់ចំណេញធ្វើម៉េចកុំឲ្យខូចគេឈ្មោះគាត់បើយើងរកស៊ីចំណេញហើយយើងល្អទាំងគេឈ្មោះទៀតមានន័យថាម៉េចវាល្អទាំងពីរនឹងឯងបាទវាអត់ខុសទេតោះទី2ដើមម៉េចដើម្បីបានប្រាក់ចំណេញដើម្បីបានប្រាក់ចំណេញបានយើងត្រូវតែបង្កើនចំណូលនៅពេលដែលយើងបង្កើនចំណូលបានល្អមានន័យថាចំណូលយើងប្រហែលថា 10000 ចំណាយ 8000 ចំណេញ2តែបើចំណូលយើងឡើង 12000 យើងចំណេញបានគឺ 4000ធ្វើម៉េចឲ្យចំណាយថេ2មួយឲ្យតែមានមួយថេគឺចំណេញកើនឡើងហើយបាទហើយមួយទៀតបើចំណូលថេតែចំណាយធ្លាក់ចុះក៏ចំណេញកើនឡើងតែបើចំណូលកាន់តែកើនហើយចំណាយកាន់តែថយអានឹងប្រាក់ចំណេញគុណនឹង2និងគុណនឹង3ហើយបាទអញ្ចឹងដើម្បីប្រាក់ចំណេញយើងកើនខ្ពស់យើងត្រូវតែបង្កើនចំណូលឲ្យបានល្អកាត់បន្ថយចំណាយឲ្យបានល្អទៀតចំណេញយើងកើន1ជា2និងទី3ហើយបាទអរគុណចំណុចទី3ការដឹកជញ្ជូនផលិតផលជូនអតិថិជនបានល្អធ្វើឲ្យចំណូលយើងកើនហេតុអីតែយើងដឹកអត់ទាន់ចំណូលយើងធ្លាក់ពូភ្ញៀវគាត់ cancel ចោលចំណូលយើងធ្លាក់ហើយតែបើយើងដឹកទាន់ពេលបានល្អធ្វើឲ្យចំណូលកើនប្រាក់ចំណេញកើនហើយដូចខ្ញុំនិយាយយើងតែចំណូលកើនចំណាយវានៅថេចំណេញវាត្រូវតែកើនហើយដាច់ខាតវាត្រូវតែកើនបាទអញ្ចឹងទី4ផលិតផលល្អមានន័យថាម៉េចគុណភាពទឹកស្ដែកយើងល្អជាងដៃគូគាត់ជែងតម្លៃយើងល្អជាងមានតម្លៃយើងដាក់តម្លៃពិសេសជូនគាត់ឲ្យចឹងការរកស៊ីមានរឿងពីរគឺទី1ឲ្យអតិថិជនចំណេញឲ្យបុគ្គលិកចំណេញនៅពេលបុគ្គលិកគាត់ខំធ្វើការបានល្អធ្វើឲ្យយើងមានលទ្ធផលជូនគាត់ហើយឲ្យភ្ញៀវចំណេញគាត់ទិញយើងបានច្រើននេះតម្លៃល្អឲ្យគាត់ទៅមានន័យថាតម្លៃយើងគេលក់ម្ដង 4000 យើងលក់ 5000 សិនប៉ុន្តែយើងធ្វើ promotion លក់តែ 3800 ជូនគាត់ទេតម្លៃល្អគឺអញ្ចឹងទៀបជាងដៃគូគាត់ចេញបន្តិចបាទឯការដឹកជញ្ជូនយើងល្អអត់ទាន់ពេលវេលាមិនខូចគុណភាពឲ្យគាត់ទៀតមានន័យស្មើនឹងចំណូលយើងកើនអញ្ចឹងប្រាក់ចំណូលកើនមានរឿង3ទី1គុណភាពយើងល្អជាងដៃគូតម្លៃល្អជាងដឹកជញ្ជូនល្អទៀតធ្វើឲ្យប្រាក់ចំណេញយើងប្រាក់ចំណូលយើងកើនតែប្រាក់ចំណូលកើនប្រាក់ចំណេញយើងកើនហើយរកស៊ីដើម្បីប្រាក់ចំណេញអញ្ចឹងត្រូវកើនបង្កើនចំណូលសិនបានបង្កើនប្រាក់ចំណេញបាទអញ្ចឹងស្អីទៅ KPI វាស់រាល់ក្រុមដឹកជញ្ជូនការដឹកជញ្ជូនបានល្អទី1ការដឹកគ្រប់ចំនួនហើយធំជាងដឹកឲ្យគ្រប់ឲ្យធំជាងផែនការកំណត់មានន័យថាគេឲ្យដឹក10ជើងតែគាត់ដឹកបាន
12 chươngឬ13 chươngធំជាងផែនការកំណត់និង KPI គាត់បានល្អហើយដឹកតាន់ពេលទៀតបាទកន្លះម៉ោងគឺកន្លះម៉ោងនឹងឲ្យតាន់ពេលគ្រប់ឬក៏ទៀបជាងផែនការកំណត់បើយើងដឹកមកព្រឹកនឹងឲ្យមកព្រឹករយៈពេល4ម៉ោងគាត់ដឹកតែ3ម៉ោងកន្លះគាត់ដឹកអស់មានន័យថាអានឹងជោគជ័យហើយទី1ដឹកតាន់ពេលមិនឲ្យខូចគុណភាពហើយគ្រប់លើផែនការកំណត់ហើយតាន់ពេលវេលាទៀបជាងផែនការកំណត់នឹងឲ្យក្រុមដឹកជញ្ជូនបានជោគជ័យបាទអរគុណច្រើនបងប្អូនជាម្ចាស់អាជីវកម្មទាំងអស់គ្នាដែលបានចូលរួមទស្សនាបងប្អូនចង់បានវីដេអូថ្មីខ្ញុំមាន TikTok មាន YouTube មាន page ឈ្មោះថាអំណោយទានជួយ like ជួយ subscribe ផងបានជាប្រយោជន៍ទាំងអស់គ្នាបាទអរគុណច្រើនបាទ